តនេបិទម៉ាស់ចឹងណាបងដោយសារតែមុខយើងវាមានជាប់នេះថ្ងៃទី1ខ្ញុំបិទម៉ាស់បន្តមកទៀតថ្ងៃទី2ខ្ញុំបិទម៉ាស់ចណៃទាំងពីរមុខទាំងពណ៌កាឈូកហើយនិងពណ៌ក្រហមចឹងណាបងយើងបិទចឹងទៅឲ្យមុខយើងមានសំណើមផ្ដោះសំណើមឲ្យខ្លាំងចឹងណាបងហើយព្រោះដោយសារមុខយើងស្ងួតមានបញ្ហាជាប់ច្រើនហើយយើងយើងបិទអាសាបិទវាចឹងទៅវាជួយច្រើនហើយបើសិនយើងមានម៉ាស៊ីនម៉ាស្សាយើងម៉ាស្សាពីលើនឹងទៀតកាន់តែល្អចឹងណាបងហើយយើងទុកវាស្ងួតប្រហែលជា25ទៅ30នាទីបន្តមកទៀតយើងដល់ម៉ោងបកចេញតោះមកវាស្ងួតបែបនេះយើងកុំទុកវាដល់ថ្នាក់ស្ងួតចឹងពេកអញ្ចឹងខ្ញុំត្រូវដល់ម៉ោងបកចេញណាបងចឹងខ្ញុំបកវាចេញមកឃើញមុខយើងឡើងភ្លឺហើយឡើងថ្លាតែម្ដងចាហើយរៀងមើលទៅយើងមានសម្លាញ់ជីវិតជីវ៉ាបន្តិចព្រោះសារមុខយើងមានស្នាមមុនខ្ញុំមុនឆាប់បាត់ស្នាមតែបើសិនជាជាប់រៀងច្រើនរៀងក្តៅចឹងបងអាចសាក់បិទបានមួយថ្ងៃតែមួយស្លឹកមួយស្លឹកទៅយើងទិញអាម៉ាស់ល្អទៅមុខយើងក៏បានគឺសម្លាញ់គ្រាន់បើល្អមើលទៅមានជីវិតជីវ៉ាជាងនឹងដែរបងហើយមើលទៅមានរឿងហើយពេលថ្ងៃឡើងយើងរៀបចេញតាណាលាបលេការពារ UV កម្ដៅថ្ងៃចឹងទៅមុខយើងរៀងមួយរៀងថ្លាចឹងណាបងចានេះគឺមុខដែលបិទហើយលាប UV ហើយយើងថែមក្រែមបន្តិចទៅហើយ color ភ្នែកបន្តិចមកគឺបានដែរបងហើយយើងបិទមកកន្លែងមានមុនយើងកេះហ្នឹងយើងបិទវាទៅ